ចានច្រើនណាស់ងុយដេកទៀតមានតែទុកសិនហើយម៉ែធ្វើស្អីហ្នឹងគឺម៉ែលាងចាននឹងណាកូនប៉ុន្តែគាត់វិញបាយគិតតែពីការធ្វើខ្លួនណែអាពៅឯងគ្មានអ្នកបម្រើដូចជាគេអ្នកមានទេគឺមានតែម៉ែដែលនៅចាំឃុំក្រងកូនធ្វើការឲ្យត្រុកចង់ថាអូនខ្ជិលប្រាតែម៉ែមែនទេប៉ុន្តែគ្រាន់តែហូបបាយហើយយកចានទៅលាងហើយបោះសម្អាតផ្ទះបន្តិចបន្តួចថ្ងៃណាក៏ហត់ដែរគ្មានថ្ងៃណាបានសម្រាកស្រួលឡើយខ្ញុំសុំទៅសម្រាប់មុនហើយខោអាវក៏មិនបត់ឲ្យស្អាតដែរមិនក៏ចូលចិត្តបង្ខំឲ្យខ្ញុំធ្វើការងារទាំងអស់នេះម្លេះបងដឹងហើយថាខ្ញុំនេះមិនចូលចិត្តធ្វើការរឿងសាច់ថ្លៃកូនណែងូតទឹកហើយនៅមកហូបបាយជុំគ្នាមកកូនអូបាទម៉ែខ្ញុំទៅហើយម៉ែតើបានម្ហូបអីថ្ងៃហ្នឹងថ្ងៃនេះបានត្រីចៀននិងជ្រក់ស្ពៃអូជាម្ហូបដែលខ្ញុំចូលចិត្តតាម៉ែអេបងក៏ចូលចិត្តម្ហូបនឹងដែរតាពើបាទបងតោះម៉ែពិសាបាយទៅម៉ែចាស់កូនម៉ែណែខ្ញុំចាប់ឲ្យម៉ែអូអរគុណកូនហើយនេះជាចំណែករបស់អាពើបាទអរគុណហើយបងម៉ែឃើញកូនចេះស្រឡាញ់គ្នាបែបនេះម៉ែសប្បាយចិត្តខ្លាំងណាស់មួយជីវិតម៉ែនេះគ្មានអ្វីដែលម៉ែសប្បាយចិត្តជាងឃើញពួកកូនចេះស្រឡាញ់គ្នានោះទេបាទម៉ែបន្ទាប់ពីម៉ែហើយនឹងពុកដែលគាត់ស្លាប់ទៅនោះគឺមានតែបងផារ៉ានេះហើយព្រោះតាំងពីតូចមកបងផារ៉ាតែងតែការពារខ្ញុំគ្រប់ពេលវេលាបងជាបងរបស់ឯងគឺត្រូវតែមើលការខុសត្រូវឯងចឹងហើយល្អហើយកូនតោះកូនឆាប់ហូបបាយទៅណាបាទម៉ែបាទម៉ែពិសាដែរទៅអូយបងផារ៉ាបងមកចាំអូនយូរហើយមែនទេបងអូអត់ទេអូនបងទើបតែមកដល់តាបងមើលអូនតិចតែមើលអូនប៉ុណ្ណឹងស្អាតគ្រប់គ្រាន់ហើយណែពុទ្ធឲ្យអូនទោះជាមិនធ្វើខ្លួនក៏ស្អាតដែរអូយបងចេះតែបញ្ចុះអូនហើយថ្ងៃនេះត្រូវទៅជួបម៉ាក់បងអូនត្រូវតែធ្វើខ្លួនបន្តិចហើយអូនស្អាតហើយមិនអីទេបាញ់ចឹងតោះបងបាទម៉ែតើបងផារ៉ាគាត់ដប់ណាមកផ្ទះយើងនឹងម៉ែឯណាកូននោះម៉ែនោះអូមែនតើអូននេះជាផ្ទះម៉ែរបស់បងជំរាបសួរអ្នកមីងចាលើកដៃថ្វាយព្រះក្មួយហើយចំណែកនេះគឺជាប្អូនប្រុសកំហុយរបស់បងឈ្មោះផារុតសួស្ដីបងស្រីចាសួស្ដីម៉ែផារុតនេះគឺជាចនានាងជានារីដែលខ្ញុំពេញចិត្តអូម៉ែថាហើយកូនប្រុសម៉ែមិនដែលនាំនារីណាមកផ្ទះទេអ្វីដែលម៉ែស្មានពិតជាមិនខុសពិតមែនណែក្មួយចូលមកលេងក្នុងផ្ទះសិនមកណាចូលមកលេងសិនមកអនាគតបងថ្លៃចាណែបងហូបទឹកសិនទៅនេះទឹកម៉ែចាអរគុណហើយកូននិយាយអញ្ចឹងពួកកូនទាំងពីរតាក់ទងគ្នាប្រហែលឆ្នាំហើយបាទគឺ3ឆ្នាំហើយម៉ែ3ឆ្នាំយូរល្មមដែរហើយសម្រាប់ម៉ែតើម៉ែគិតយ៉ាងម៉េចដែរទៅម៉ែម៉ែគ្មានអ្វីត្រូវជំទាស់ស្រាប់ហើយម៉ែជឿលើក្រសែភ្នែកកូនអូបាទខ្ញុំអរគុណណាស់ម៉ែខ្ញុំអរគុណអ្នកមីងហើយដែលអ្នកមីងមិនប្រកាន់ព្រមទទួលយកខ្ញុំតែខ្ញុំមិនសូវប្រកែកការងារផ្ទះទេចាក្មួយរឿងនេះមិនអីទេរៀនសន្សំទៅគួរតែចេះហើយណាចាខ្ញុំនឹងខំប្រឹងរៀនពីអ្នកមីងអូគឺបងសប្បាយចិត្តដែលម៉ែមិនជំទាស់នឹងពួកយើងនឹងណាអូនអូនក៏សប្បាយចិត្តដូចគ្នាដែរតែអូនខ្លាចតែអូនធ្វើខុសអីមួយទៅអ្នកមីងនិងបងប្អូននឹងប្រកាន់អូនមិនអីទេអូនម៉ែគាត់បាននិយាយហើយឲ្យតែបងពេញចិត្តគាត់ក៏ពេញចិត្តដែរហើយចំណែកអាពើវិញវាមិនអីទេចាបើអញ្ចឹងអូនក៏ក្តៅបន្តិច1ឆ្នាំក្រោយមកអូយម៉ែប្រកែកធ្វើម្ហូបណាស់មើលចុះមុខម្ហូបមួយមុខណាក៏សុទ្ធតែឆ្ងាញ់ទាំងអស់មែនហើយម៉ែគាត់ប្រកែកធ្វើម្ហូបណាស់ស្នាដៃរបស់គាត់គ្មានអ្នកណាអាចប្រៀបបានទេចាស់បងផារ៉ាកូនមិនមែនមកហូបតែស្នាដៃម៉ែរហូតនោះទេណាថ្ងៃក្រោយទៅគឺមានតែប្រពន្ធកូនប៉ុណ្ណោះដែលធ្វើម្ហូបឲ្យកូន
មានឯណាបញ្ញាប់តែអន់ចិត្តស្នាដៃប្រពន្ធរបស់បងក៏មិនអន់ដែរ ស្នាដៃម៉ែហើយនឹងស្នាដៃរបស់បងថ្លៃឆ្ងាញ់ដូចគ្នាតើមិនអីទេហូបទៅបងពិសាទៅម៉ែ ចាស់កូនហើយចានច្រើនណាស់យប់ទៅហើយងុយដេកទៀតមានតែទុកសិនហើយថ្ងៃនេះចានប្រឡាក់ច្រើនម្លេះម៉ែធ្វើស្អីហ្នឹង គឺម៉ែលាងចាននឹងណាកូន ហើយចុះបងថ្លៃនោះគាត់ទៅណាហើយម៉ែមិនក៏គាត់មិនលាងចានអញ្ចឹង បងថ្លៃឯងប្រហែលជាអស់កម្លាំងហើយមើលទៅនោះទៅបានជាមិនលាងចានបែបនេះ ម៉ែតែម៉ែចាស់ហើយការងារចង្ក្រានបាយគួរតែបងថ្លៃជួយម៉ែខ្លះហើយទៅបានក ុំខឹងនឹងបងថ្លៃឯងអីកូនយប់ហើយកុំមាត់លឺពេក ម៉ែចូលទៅសម្រាប់ចុះទុកចាននេះឲ្យខ្ញុំលាងក៏បានដែរម៉ែ មិនអីទេកូនម៉ែធ្វើចិត្តរួចដែរហើយកូនទៅសម្រាប់ចុះ ម៉ែ ថាឲ្យចូលទៅតែបន្តិចរួចហើយ អេម៉ែមកចាំខ្ញុំជួយបោកម៉ែ មិនអីទេកូន មិនអីយ៉ាងម៉េចម៉ែខោអាវច្រើនយ៉ាងនេះហើយម៉ែក៏ចាស់ទៀតទុកឲ្យខ្ញុំជាអ្នកធ្វើទៅចុះម៉ែចូលទៅសម្រាប់ចុះ អញ្ចឹងម៉ែផ្ញើផងណាកូន បាទហើយពិតជារំពឹងអីមិនបានសោះហើយបងផារ៉ាថ្ងៃនេះបងមិនទៅធ្វើការទេហ៎បងអូថ្ងៃនេះបងសម្រាប់ឯងមានការអីមែនទេអាពៅគឺខ្ញុំចង់មកនិយាយជាមួយបងពីរឿងបងថ្លៃហ្នឹងណាបងថ្លៃហើយបងថ្លៃឯងមានរឿងអីមែនទេខ្ញុំគិតថាបងគួរតែបញ្យល់ប្រាប់បងថ្លៃបន្តិចទៅអារឿងជួយការងារផ្ទះម៉ែខ្ញុំសង្កេតឃើញរាល់ដងពេលដែលម៉ែធ្វើការផ្ទះបងថ្លៃមិនដាល់ជួយទេម៉ែធ្វើការគ្រប់យ៉ាងប៉ុន្តែគាត់វិញបែរគិតតែពីការធ្វើខ្លួនមិនខ្វល់ពីអ្វីទាំងអស់ណែផារុតមិនក៏ឯងថាឲ្យបងថ្លៃឯងអញ្ចឹងបងថ្លៃឯងនាងក៏ធ្វើការរកលុយហត់ដែរហើយចំណែកការងារផ្ទះវិញតាំងពីដើមមកម៉ែគាត់ធ្លាប់ធ្វើដែរតាប៉ុន្តែពេលនេះម៉ែគាត់ចាស់ហើយណាបងគាត់គ្មានកម្លាំងដូចពីមុនទៀតទេហើយបើយកកូនប្រសាមកចូលគ្រួសារតែមិនចេះធ្វើអ្វីទាល់តែសោះបែបនេះខ្ញុំគិតថាដូចជាបន្ថែមបន្ទុកឲ្យម៉ែកាន់តែខ្លាំងហើយបងណែអាពៅឯង អេកូនទាំងពីរមានរឿងអីហ្នឹងមិនក៏និយាយលឺដូចជាឆ្លោះគ្នាបែបនេះ គ្មានអីទេម៉ែខ្ញុំគ្រាន់តែប្រាប់ដល់បងផារ៉ាឲ្យប្រាប់ដល់បងថ្លៃផងអារឿងធ្វើការងារផ្ទះដើម្បីសម្រួលកម្លាំងដល់ម៉ែព្រោះថាម៉ែពេលនេះក៏ចាស់ហើយដែរតែនាងក៏ធ្វើការងារដែរតាម៉ែអ្នកធ្វើការងារហត់អស់កម្លាំងមិនសូវបានធ្វើការងារផ្ទះទេជាមនុស្សស្រីណាបងទោះជារវល់ការងារក្រៅយ៉ាងណាក៏ត្រូវតែរៀបចំផ្ទះសម្បែងដែរហើយចំណែកស្វាមីវិញក៏អាចជួយសម្រួលប្រពន្ធបានខ្លះទៅតែយ៉ាងណាកុំឲ្យអត់ធ្វើអ្វីសោះដូចជាបងថ្លៃពេកព្រោះពួកយើងរាល់ថ្ងៃនេះគ្មានអ្នកបម្រើដូចជាគេអ្នកមានទេគឺមានតែម៉ែដែលនៅចាំឃុំក្រងកូនធ្វើការឲ្យត្រុកឬក៏បងមិនអាណិតម៉ែខ្លះទេណែផារុតបងថាឯងនិយាយនេះដូចជាជ្រុលពេកហើយណា បានហើយឈប់ប្រកែកគ្នាទៀតទៅតាំងពីក្មេងមកពួកកូនមិនដែលឆ្លោះគ្នាបែបនេះទេចុះមិនក៏ពេលនេះមិនអាចស្រឡាញ់គ្នាដូចដើមផារ៉ុតកូនឈប់ថើយបងឯងទៀតទៅណាយ៉ាងណាឯងក៏ជាប្អូនកុំនិយាយពាក្យខ្លាំងទៅលើបងអីចំណែកផារ៉ាក៏អញ្ចឹងដែរណាកូនអ្វីដែលប្អូននិយាយកូនគួរតែគិតសិនមុននឹងតបទៅកាន់ប្អូនបើមិនអញ្ចឹងទេនឹងធ្វើឲ្យមានចំនួនបែបនេះអេមិនក៏នៅជុំគ្នាល្អម្ល៉េះថ្ងៃនេះអូគ្មានអីទេកូនគ្រាន់តែនិយាយគ្នាលេងធម្មតាប៉ុណ្ណោះបាននិយាយគ្នាលេងមិនក៏ទឹកមុខដូចជាមិនស្រស់ស្រាយសោះអញ្ចឹងម៉ែមិនបាច់លាក់នឹងបងថ្លៃទៀតទេថ្ងៃនេះនិយាយឲ្យអស់តែម្ដងទៅគឺបែបនេះទេបងខ្ញុំគិតថាបងគួរតែជួយការងារផ្ទះម៉ែខ្លះពីព្រោះរាល់ថ្ងៃនេះខ្ញុំមិនដែលឃើញបងធ្វើការងារផ្ទះទេអេបងផារ៉ុតអូននិយាយនេះចង់ថាអូនខ្ជិលប្រាំតែម៉ែមែនទេអូនអញក៏ដឹងដែរថាបងចេញទៅធ្វើការពីព្រលឹមបាត់ប្រឡប់ដល់ផ្ទះបងមានពេលឯណាធ្វើការងារផ្ទះទៅមួយសប្តាហ៍បងមានពេលតែ2ថ្ងៃសៅរ៍និងថ្ងៃអាទិត្យឬក៏ឯងចង់ឲ្យបងធ្វើការរហូតគ្មានពេលទំនេរមែនទេខ្ញុំដឹងថាបងធ្វើការប៉ុន្តែគ្រាន់តែហូបបាយហើយយកចានទៅលាងហើយបោះសម្អាតផ្ទះបន្តិចបន្តួចមិនមែនថាបងធ្វើមិនបានទេមែនទេហើយរាល់ថ្ងៃនេះបងស្មានថាម៉ែនៅផ្ទះនេះស្នុកណាស់មែនទេការងារផ្ទះមិនចេះអស់ទេថ្ងៃណាក៏ហត់ដែរគ្មានថ្ងៃណាបានសម្រាប់ស្រួលឡើយខ្ញុំចង់ឲ្យបងដែលជាកូនប្រសាស្រីជួយការងារម៉ែខ្លះគឺតែប៉ុណ្្នឹងទេ
ពេលនេះបងគិតថាបងដូចជាមានអារម្មណ៍ថាមានសម្ពាធហើយហេតុអីកូនប្រសាស្រីត្រូវតែធ្វើការងារផ្ទះទាំងនេះទាំងដែលបងក៏ហត់នឹងធ្វើការទៅហើយនោះបងផារ៉ាម៉ែខ្ញុំអស់កម្លាំងណាស់ខ្ញុំសុំទៅសម្រាប់មុនហើយឯងឃើញទេឯងធ្វើឲ្យបងខ្លាចឯងគេខឹងហើយណាហឹយ៉ាប់មែនតែម្ដងហើយឯងនេះម៉ែខ្ញុំគ្រាន់តែនិយាយបែបនេះខុសដែរមែនទេម៉ែមិនអីទេកូនចូលសម្រាប់ទៅណាតែថ្ងៃក្រោយឈប់រំលឹករឿងនេះទៀតហើយបងអូនពេលនេះចាប់ផ្ដើមមានអារម្មណ៍ថាមានសម្ពាធខ្លាំងឡើងហើយបង កុំតែគិតច្រើនអីអូនផារុតគេនៅក្មេងការនិយាយស្ដីមិនសូវចេះគួរសមទេអូនកុំប្រកាន់ជាមួយក្មេងអីតែពាក្យសម្ដីទាំងនេះចាក់ដោតអារម្មណ៍ខ្ញុំណាស់បងខ្ញុំមិនចង់មានឈ្មោះថាមកនៅផ្ទះខាងប្តីហើយមិនដែលបំរើម៉ែក្មេកនោះទេប្អូនថ្លៃប្រហែលជាកំពុងតែមើលងាយខ្ញុំខ្លាំងហើយមើលទៅនោះអាពើវាមិនគិតបែបនេះទេអូនឈប់គិតទៀតទៅបងផារ៉ាអូនសួរបងស្រឡាញ់អូនមែនទេប្រកាសជាស្រឡាញ់ហើយបើបងស្រឡាញ់អូនពេលនេះអូនចង់ចេញទៅជួលផ្ទះខាងក្រៅបងគិតយ៉ាងម៉េចដែររឿងនេះណាឬក៏បងមិនចង់ទេបានហើយបើបងមិនចង់ទេពួកយើងមានតែផ្លូវបែកគ្នាប៉ុណ្ណោះអត់ទេអូនកុំធ្វើបែបនេះអីរឿងចេញទៅជួលផ្ទះនៅខាងក្រៅនោះបងគ្រាន់តែគិតថាពេលនេះម៉ែគាត់ចាស់ទៅហើយបើពួកយើងចេញទៅជួលផ្ទះនៅខាងក្រៅក្រែងគ្មាននរណាគេមើលថែម៉ែណាតែអូនទ្រាំមិនបាននឹងសម្ពាធទាំងអស់នេះទេបងយល់ទេអញ្ចឹងបែបនេះចុះចាំបងសាកទៅនិយាយជាមួយម៉ែសិនបើម៉ែនិយាយបែបណាចាំពួកយើងគិតទៀតហើយអញ្ចឹងក៏បានម៉ែមានការអីមែនទេកូនម៉ែគឺខ្ញុំមានរឿងមួយចង់ពិភាក្សាជាមួយម៉ែមានរឿងអីនិយាយមកចុះគឺថាពេលនេះខ្ញុំចង់សុំម៉ែចេញទៅជួលផ្ទះនៅខាងក្រៅតើម៉ែយល់មិនដែរមិនក៏កូនចង់ចេញទៅជួលផ្ទះខាងក្រៅបែបនេះមានរឿងអីមែនទេកូនឬក៏កូនអន់ចិត្តនឹងប្អូននិយាយកាលពីម្សិលមិញគឺប្រពន្ធរបស់ខ្ញុំនាងគ្រាន់តែរអៀសចិត្តបន្តិចបន្តួចទេម៉ែបងម៉ែមានរឿងអីហ៎គឺបងឯងគាត់ចង់សុំទៅជួលផ្ទះនៅខាងក្រៅនៅសុកមិនក៏ចង់ចេញទៅជួលបន្ទប់នៅខាងក្រៅអញ្ចឹងបងអូគ្មានអីទេគ្រាន់តែបងថ្លៃឯងគេចង់ទៅនៅខាងក្រៅព្រោះមិនចង់ដាក់សម្ពាធឲ្យម៉ែហើយនឹងឯងហ្នឹងណាខ្ញុំដឹងហើយប្រហែលជាបងថ្លៃគាត់អន់ចិត្តដែលខ្ញុំនិយាយអំពីរឿងម្សិលមិញមិនអីទេបងបើសិនជាខ្ញុំនិយាយហើយបងថ្លៃបែរជាគិតថាមានសម្ពាធនោះព្រោះតែកិច្ចការងារផ្ទះប៉ុណ្ណឹងម៉ែក៏មិនចាំបាច់ខាត់ពួកគាត់ដែរផារ៉ាកូនម៉ែមិនបង្ខំកូនទេកន្លែងណាដែលកូនគិតថាអាចរស់នៅបានសុខកូននៅក៏នៅចុះកុំឲ្យតែមានអារម្មណ៍ថាម៉ែនេះដាក់សម្ពាធទៅលើកូនម៉ែខ្ញុំអរគុណហើយម៉ែដែលម៉ែយល់ពីចិត្តខ្ញុំនឹងឧស្សាហ៍មកលេងម៉ែណាណែអូនណានៅក្នុងបន្ទប់យើងដូចជារញ៉េរញ៉ៃម្លេះអូនមើលចុះខោអាវក៏មិនបត់ឲ្យស្អាតដែរអូនទៅត្រឡប់មកពីធ្វើការវិញហត់ណាស់បងជួយធ្វើបន្តិចទៅបងបត់ខោអាវក៏បានតែអូនចាំតែលាងចានផងណាព្រោះថាចានដូចជាប្រឡាក់ច្រើនណាស់យប់នេះបើមិនលាងទេច្បាស់ជាគ្មានចានហូបបាយទេហើយចាននេះទុកសិនទៅព្រោះខ្ញុំទិញម្ហូបស្រាប់មកហើយហូបដាក់ប្រអប់ស្នោសិនទៅបងចាំពេលទំនេរចាំខ្ញុំលាងចាននឹងក៏បានដែរអញ្ចឹងចាំបងជាអ្នកបត់ខោអាវហើយអូនទៅបោះផ្ទះទៅអញ្ចឹងហើយបងផារ៉ានេះបងចាំមិនហ្នឹងមិនក៏ចូលចិត្តបង្ខំឲ្យខ្ញុំធ្វើការងារទាំងអស់នេះម្លេះបងដឹងហើយថាខ្ញុំនេះមិនចូលចិត្តធ្វើការងារទាំងនេះទេតែបើអូនមិនធ្វើពួកយើងគេយ៉ាងម៉េចទៅអូនហើយបោវាបន្តិចសិនទៅអូនប្រាប់ហាញ់តាថាអូននេះវាអស់កម្លាំងហើយបងចង់ឲ្យអូនធ្វើដល់ណាទៀតហើយមិនដឹងថាពេលណាប្រពន្ធរបស់ខ្ញុំនាងព្រមទទួលស្គាល់ថាការងារផ្ទះសំខាន់ទេមិនអីទេអូនបើអញ្ចឹងការងារទាំងអស់នេះចាំបងជាអ្នកធ្វើទៅចុះបើបងចង់ធ្វើក៏ធ្វើទៅអញ្ចឹងអូនទៅងូតទឹកសិនហើយម៉ែតាម៉ែបានធូរខ្លះទេម៉ែចាស់កូនម៉ែបានរៀនធូរច្រើនហើយម៉ែមិនបានជាម៉ែធ្វើមុខដូចជាមិនសូវសប្បាយចិត្តសោះអញ្ចឹងតាម៉ែគិតពីរឿងអីមែនទេម៉ែគឺម៉ែគិតដល់បងប្រុសនិងបងថ្លៃកូនមិនដឹងថាពេលនេះពួកគេយ៉ាងម៉េចទៅហើយទេម៉ែពួកគាត់ធំអស់ហើយបើពួកគាត់នៅមិនបានទេនឹងត្រឡប់មករកម៉ែវិញមិនខានម៉ែកុំគិតច្រើនអីក្នុងនាមជាម្ដាយទោះមាត់និយាយថាមិនគិតតែក្នុងចិត្តគិតដល់កូនគ្រប់ពេលបាទម៉ែឲ្យខ្ញុំសុំទោសផងម៉ែ
កាលពីថ្ងៃនោះបើសិនជាខ្ញុំមិននិយាយអំពីបងថ្លៃទេប្រហែលជាបងថ្លៃមិនអន់ចិត្តគិតថាមានសម្ពាធហើយចេញពីផ្ទះទេហើយមិនធ្វើឲ្យម៉ែពិបាកចិត្តបែបនេះឡើយ មិនអីទេកូនអ្វីដែលកូននិយាយមិនខុសទេគ្រាន់តែពេលនេះបងថ្លៃកូនឆេវឆាវមួយពេលទើបបានជាធ្វើបែបនេះតែម៉ែជឿថាថ្ងៃណាមួយគេនឹងយល់ពីចេតនាល្អរបស់កូន បាទម៉ែ បងផារ៉ាបងចាំមិនហើយ អើបងរងាណាស់អូនអើយបងរងាណាស់ ហើយធ្វើមិនតែអញ្ចឹងអូនមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេមែនហើយដាំទឹកបងចាំអូនមួយផ្លែតណាអូនទៅដាំទឹកសិនអូយឆ្នាំងប្រឡាក់អស់ហើយមានឆ្នាំងឯណាដាំទឹកទៅធ្វើមិនទៅមែនហើយលាងឆ្នាំងសិនលាងឆ្នាំងដាំទឹកបងផារ៉ាបងទ្រាំបន្តិចសិនទៅអូនដាក់ដាំទឹកឲ្យបងចាំបន្តិចសិនណាពេលទឹកពុះចាំអូនជូតខ្លួនឲ្យបងមែនហើយថ្នាំត្រូវទិញថ្នាំលាបទៀតទៅបានទៅទិញចាំមិនទៅបាត់ទឹកដាំមិនទាន់ពុះផងអើយមិនក៏រវល់ចឹងនេះលោកឯងលោកអ្នកណាមកកោទ្វាអញ្ចេះហាម៉ែបងផារ៉ុតនេះកូនយ៉ាងម៉េចនឹងមិនក៏ទឹកមុងស្លេកស្លាំងខ្លាំងម្ល៉េះ បងថ្លៃតើបងប្រុសមានរឿងអីហ៎ ម៉ែអាពៅគឺពេលនេះបងផារ៉ាគ្រុនក្តៅខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេផារ៉ាកូនយ៉ាងម៉េចហើយផារ៉ាកូនយ៉ាងម៉េចហើយម៉ែកូនរងាណាស់ម៉ែបងថ្លៃតើបងមានបានទិញថ្នាំឲ្យបងផារ៉ាគាត់លេបហើយនៅបង គឺនៅទេបងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចខ្លះចាប់នេះខុសចាប់នោះខុស បងធំក្លិនដូចជាមានអ្វីឆេះ ហាបងដាំទឹកសង្ស័យតរិញអស់ហើយទេដឹងអើយវីវ៉ូហើយឆែកឆ្នាំងអស់អាលីងហើយ អើយនេះសំឡាងហើយដែលដឹងតន់កុំអីមិនដឹងយ៉ាងម៉េចទេហើយអាម៉េចក៏ចានឆ្នាំងរាយប៉ាយពេញនឹងចឹងបង គឺមកពីបងមិនសូវបានធ្វើនឹងណា មិនអីទេបើអញ្ចឹងចាំខ្ញុំលាងឲ្យបងទៅចុះ មិនអីទេទុកទីនេះចុះចាំបន្តិចទៀតចាំបងជាអ្នកធ្វើ បាទអញ្ចឹងក៏បានអញ្ចឹងខ្ញុំទៅមើលបងផារ៉ាសិនហើយបង ផារ៉ាកូនក្តៅខ្លួនខ្លាំងណាស់ផារុតបញ្ញាប់ដឹកបងឯងទៅពេទ្យទៅណាបើទុកឲ្យក្តៅខ្លួនបែបនេះមិនកើតទេ បាទម៉ែ ថ្ងៃនេះមើលទៅបងដូចជាស្រស់បោះច្រើនណាស់ ពេលនេះបងមានកម្លាំងវិញខ្លះហើយមិនអីទេ ចាំមិនហើយកូន អូខ្ញុំបានធូរច្រើនហើយម៉ែ កូនបានធូរស្បើយម៉ែសប្បាយចិត្តណាស់កូនម៉ែខ្ញុំអរគុណម៉ែហើយបើមិនបានម៉ែនិងប្អូនផារុតទេខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងម៉េចឡើយមិនអីទេកូន ខ្ញុំថាបងថ្លៃនិងបងផារ៉ាគួរតែមកនៅទីនេះវិញពីព្រោះនៅឆ្ងាយពីម៉ែបែបនេះខ្លាចតែមានរឿងចឹងកើតឡើងទៀតច្បាស់ជាវីវ៉ូមិនខានទេ រឿងនេះមិនអីទេកូនបើកូនមិនចង់មកនៅជាមួយម៉ែក៏មិនអីដែរមិនមែនបែបនេះទេម៉ែតែខ្ញុំគ្រាន់តែរអៀលចិត្តប៉ុណ្ណោះខ្ញុំមិនគួរណាចិត្តខ្លាំងចង់ចេញមកនៅខាងក្រៅឡើយមិនអីទេកូនអ្វីដែលកូនមិនចេះកូនអាចហាត់រៀនបានតើបន្តិចម្ដងកូនតែចេះទេម៉ែបើអញ្ចឹងខ្ញុំសូមអនុញ្ញាតពីម៉ែសូមមកនៅជាមួយម៉ែវិញហើយចង់ឲ្យម៉ែជួយបង្រៀនការងារផ្ទះផងបានទេម៉ែសម្រាប់ម៉ែមិនជំទាស់អ្វីឡើយ ខ្ញុំសង្ឃឹមថាគ្រួសារយើងនឹងមានតែស្នាមញញឹមដូចកាលពីមុនអញ្ចឹង មែនហើយកូន